បាទសួស្តីបងប្អូនសិក្សាអនុសាសន៍ទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានសំណួរចំនួន4ពាក់ព័ន្ធទៅនឹងសម្ដេចព្រះសង្ឃរាជជូណាតបាទអញ្ចឹងសំណួរទី1សួរថាតើសម្ដេចព្រះសង្ឃរាជជូណាតមានស្នាព្រះហស្ថអ្វីខ្លះសំណួរទី2សួរថាតើស្នាព្រះហស្ថមួយណាដែលល្បីល្បាញជាងគេហើយសំណួរទី3តើសម្ដេចព្រះសង្ឃរាជជូណាតមានទឹកចិត្តដូចម្តេចចំពោះប្រទេសជាតិទី4ក្នុងនាមជាអ្នកសិក្សាតើអ្នកត្រូវរៀនសូត្រអ្វីខ្លះពីព្រះអង្គបាទក្នុងចម្លើយទី1ដែលសួរថាតើសម្ដេចព្រះសង្ឃរាជជូណាតមានស្នាព្រះហស្ថអ្វីខ្លះបាទសម្ដេចព្រះសង្ឃរាជជូណាតមានស្នាព្រះហស្ថធំជាច្រើនទាំងផ្លូវលោកនិងផ្លូវធម៌លោកបានចូលរួមកសាងសាលារៀនមន្ទីរពេទ្យស្ពានថ្នល់ទំនប់ទឹកវចនានុក្រមខ្មែរចម្រៀងបទនគររាជចម្រៀងគោរពទង់ជាតិសពថ្ងៃខាងផ្លូវធម៌លោកបាននិពន្ធសៀវភៅធម៌នានាប្រែគម្ពីរបត្រៃបិដកកសាងវត្តអារាមសំណួរទី2ដែលសួរថាតើស្នាព្រះហស្ថមួយណាដែលល្បីល្បាញជាងគេស្នាព្រះហស្ថដែលល្បីល្បាញជាងគេគឺវចនានុក្រមខ្មែរបាទហើយសម្ដេចសង្ឃចម្លើយទី3សម្ដេចសង្ឃរាជជូណាតមានទឹកចិត្តស្នេហាជាតិនិងលើកកម្ពស់យ៉ាងខ្លាំងជាពិសេសផ្នែកអក្សរសាស្ត្រខ្មែរព្រះអង្គគឺចង់ថែរក្សាអក្សរជាតិឲ្យស្ថិតស្ថេរគង់វង្សចម្លើយទី4ក្នុងនាមយើងជាអ្នកសិក្សាត្រូវរៀនសូត្រពីព្រះអង្គដូចជាត្រូវតស៊ូខិតខំប្រឹងប្រែងរៀនសូត្រត្រូវមានចិត្តអត់ធ្មត់និងព្យាយាមសិក្សាអក្សរជាតិឲ្យបានច្បាស់លាស់បាទសួស្តីបងប្អូនសិក្សាអនុសាសន៍ទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានសំណួរចំនួន4ពាក់ព័ន្ធទៅនឹងសម្ដេចព្រះសង្ឃរាជជូណាតបាទអញ្ចឹងសំណួរទី1សួរថាតើសម្ដេចព្រះសង្ឃរាជជូណាតមានស្នាព្រះហស្ថអ្វីខ្លះសំណួរទី2សួរថាតើស្នាព្រះហស្ថមួយណាដែលល្បីល្បាញជាងគេហើយសំណួរទី3តើសម្ដេចព្រះសង្ឃរាជជូណាតមានទឹកចិត្តដូចម្តេចចំពោះប្រទេសជាតិទី4ក្នុងនាមជាអ្នកសិក្សាតើអ្នកត្រូវរៀនសូត្រអ្វីខ្លះពីព្រះអង្គបាទក្នុងចម្លើយទី1ដែលសួរថាតើសម្ដេចព្រះសង្ឃរាជជូណាតមានស្នាព្រះហស្ថអ្វីខ្លះបាទសម្ដេចព្រះសង្ឃរាជជូណាតមានស្នាព្រះហស្ថធំជាច្រើនទាំងផ្លូវលោកនិងផ្លូវធម៌លោកបានចូលរួមកសាងសាលារៀនមន្ទីរពេទ្យស្ពានថ្នល់ទំនប់ទឹកវចនានុក្រមខ្មែរចម្រៀងបទនគររាជចម្រៀងគោរពទង់ជាតិសពថ្ងៃខាងផ្លូវធម៌លោកបាននិពន្ធសៀវភៅធម៌នានាប្រែគម្ពីរបត្រៃបិដកកសាងវត្តអារាមសំណួរទី2ដែលសួរថាតើស្នាព្រះហស្ថមួយណាដែលល្បីល្បាញជាងគេស្នាព្រះហស្ថដែលល្បីល្បាញជាងគេគឺវចនានុក្រមខ្មែរបាទហើយសម្ដេចសង្ឃចម្លើយទី3សម្ដេចសង្ឃរាជជូណាតមានទឹកចិត្តស្នេហាជាតិនិងលើកកម្ពស់យ៉ាងខ្លាំងជាពិសេសផ្នែកអក្សរសាស្ត្រខ្មែរព្រះអង្គគឺចង់ថែរក្សាអក្សរជាតិឲ្យស្ថិតស្ថេរគង់វង្សចម្លើយទី4ក្នុងនាមយើងជាអ្នកសិក្សាត្រូវរៀនសូត្រពីព្រះអង្គដូចជាត្រូវតស៊ូខិតខំប្រឹងប្រែងរៀនសូត្រត្រូវមានចិត្តអត់ធ្មត់និងព្យាយាមសិក្សាអក្សរជាតិឲ្យបានច្បាស់លាស់